អ្នកមត្ថុរតនតយសៈខ្ញុំព្រះករុណាសូមនមស្ការក្រាបបង្គំចំពោះព្រះរតនៈទាំង3ដោយសេចក្តីគោរពវេលាព្រឹកថ្ងៃសុក្រ1រោចខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី14ខែមិនិនាឆ្នាំ2025វត្តអូណាឡោមកត់លេខ17លេខឃ្នៀប122ទំព័រ232មនាលភិក្ខុទាំងឡាយភិក្ខុជាអ្នកប្រតិបត្តិនៅបដិបទាដល់សំគូដល់សមណៈតើដូចម្ដេចមនាលភិក្ខុទាំងឡាយភិក្ខុណាមួយមានអភិជ្ជាច្រើនជាអ្នកលះបង់អភិជ្ជាចេញមានចិត្តប្រកបដោយព្យាបាទជាអ្នកលះបង់ព្យាបាទចេញមានសេចក្តីក្រោធជាអ្នកលះបង់សេចក្តីក្រោធចេញមានការចងគំនុំជាអ្នកលះបង់ការចងគំនុំចេញមានសេចក្តីលុបគុណគេជាអ្នកលះបង់សេចក្តីលុបគុណគេចេញមានសេចក្តីលើកខ្លួនជាអ្នកលះបង់សេចក្តីលើកខ្លួនចេញមានសេចក្តីច្រណែនជាអ្នកលះបង់សេចក្តីច្រណែនចេញមានសេចក្តីកំណាញ់ជាអ្នកលះបង់សេចក្តីកំណាញ់ចេញមានសេចក្តីអួតអាងជាអ្នកលះបង់អំនួតចេញមានសេចក្តីលះពុតទំព័រ233ជាអ្នកលះបង់សេចក្តីលះពុតចេញមានសេចក្តីប្រាថ្នាលាមកជាអ្នកលះបង់សេចក្តីប្រាថ្នាលាមកចេញមានគំនិតយល់ខុសជាអ្នកលះបង់គំនិតយល់ខុសចេញមនាលភិក្ខុទាំងឡាយការលះបង់នៅមន្ទិលរបស់សមណៈនៅទោសរបស់សមណៈនៅធัวជាគ្រឿងអំចត់របស់សមណៈដែលជាហេតុញ៉ាំងសមណៈឲ្យកើតក្នុងអបាយទាំងជាបច្ច័យឲ្យទទួលនៅវិបាកជាទុក្ខក្នុងទុក្ខតេភូមិទាំងនេះចេញហើយទើបតថាគតហៅថាជាអ្នកប្រតិបត្តិនៅបដិបទាដល់សំគូដល់សមណៈមែនភិក្ខុនោះឃើញច្បាស់នៅខ្លួនថាបរិសុទ្ធឃើញច្បាស់នៅខ្លួនថារួចហើយចាក់ពួកអកុសលធម៌ដល់លាមកទាំងអស់នេះកាលបើភិក្ខុនោះឃើញច្បាស់នៅខ្លួនថាបរិសុទ្ធឃើញច្បាស់នៅខ្លួនថារួចចាក់ពួកអកុសលធម៌ដល់លាមកទាំងអស់នេះហើយបាមកជាគឺសេចក្តីត្រេកអរទុនក៏កើតឡើងកាលបើភិក្ខុមានបាមកជាហើយបៃតេក៏កើតឡើងកាលបើភិក្ខុមានចិត្តប្រកបដោយបៃតេហើយកាយក៏ស្ងប់ស្ងាត់កាលបើភិក្ខុមានកាយស្ងប់ស្ងាត់ហើយរមែងទទួលនៅសុខភិក្ខុដែលមានចិត្តទទួលសុខហើយចិត្តក៏នឹងថឹងល្អភិក្ខុនោះមានចិត្តប្រកបដោយមេត្តាផ្សាយទៅកាន់ទៅទី1ទៅទី2ក៏ដូចគ្នាទៅទី3ក៏ដូចគ្នាទៅទី4ក៏ដូចគ្នាទាំងទៅខាងលើនិងទៅខាងក្រោមទំព័រ234ទៅតតឹងគឺទៅជុំវិញក៏ដូចគ្នាទាំងមានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយគឺយកសត្វជាអនេកមកជាអារម្មណ៍ជាចិត្តប្រកបដោយមហកតភូមិឥតមានប្រមាណគឺបានចម្រើនហើយជាចិត្តមិនមានពេគឺមិនមានទោសមិនមានព្យាបាទគឺមិនមានទុក្ខផ្សាយទៅកាន់សត្វលោកទាំងអស់ប្រយកខ្លួនប្រៀបនឹងសត្វទាំងអស់គ្រប់ទិសភិក្ខុមានចិត្តប្រកបដោយករុណាមានចិត្តប្រកបដោយមុទិតាមានចិត្តប្រកបដោយឧបេក្ខាផ្សាយទៅកាន់ទិសទី1ទិសទី2ក៏ដូចគ្នាទិសទី3ក៏ដូចគ្នាទិសទី4ក៏ដូចគ្នាទាំងទិសខាងលើទិសខាងក្រោមទិសទទឹងគឺទិសជុំវិញក៏ដូចគ្នាទាំងមានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយប្រកបក្នុងមហកតភូមិឥតមានប្រមាណជាចិត្តមិនមានពេលមិនមានព្យាបាទផ្សាយទៅកាន់សត្វលោកទាំងអស់ប្រយកខ្លួនប្រៀបទៅនឹងសត្វទាំងអស់គ្រប់ទិសមនាលភិក្ខុទាំងឡាយដូចជាស្រាប់បោខរណីដែលមានទឹកថ្លាយងដែលមានទឹកថ្លាឆ្វង់មានទឹកឆ្ងាញ់មានទឹកត្រជាក់មានទឹកថ្លាស្អាតមិនមានកកមានកំពង់ល្អគូជាទីរីករាយទោះបីបរោះមកអំពីទឹកខាងកើតមានខ្លួនក្តៅក្រហាយជោគជុំដោយចំហាយកំដៅមានកាយនឿយព្រួយតក់ស្លុតស្រែកបរោះនោះមកដល់ស្រះបោខ
រណីនោះទំពួរ235ហើយក៏បន្តបងនៅសេចក្តីស្រេកទឹកទាំងបន្តបងនៅសេចក្តីក្តៅក្រហាយដោយចំហាយកំដៅចេញបានទោះបីបរោះមកពីទិសខាងលិចទោះបីបរោះមកពីទិសខាងជើងទោះបីបរោះមកពីទិសខាងត្បូងទោះបីបរោះមកអំពីទិសណាមានខ្លួនក្តៅក្រហាយជោគចំដោយចំហាយកំដៅមានកាយនៅព្រួយតក់ស្លុតមានសេចក្តីស្រេកបរោះនោះមកដល់ស្រាប់បខរណីនោះហើយក៏បន្តបងសេចក្តីស្រេកទឹកទាំងបន្តបងនៅសេចក្តីក្តៅក្រហាយនៅសេចក្តីក្តៅក្រហាយដោយចំហាយកំដៅចេញបានយ៉ាងណាមិញមនាលភិក្ខុទាំងឡាយទោះបីបុគ្គលចេញចាកខត្តយៈត្រកូលចេញចាកគេហដ្ឋានចូលទៅកាន់ភ្នោះក៏យ៉ាងនោះដែរក៏បព្វជិតនោះអាស្រ័យនៅធម៌វិន័យដែលតថាគតត្រាស់សំដែងហើយបានចម្រើននៅមេត្តាករុណាមុទិតាឧបេក្ខាយ៉ាងនេះតថាគតហៅបព្វជិតនោះថាជាអ្នកប្រតិបត្តិនៅបដិបទាដ៏សំគូដល់សមណៈដ៏ស្ងប់រងាប់ប្រព្រឹត្តទៅក្នុងសន្តានមែនទោះបីបុគ្គលចេញចាកព្រាហ្មណ៍ត្រកូលទោះបីបុគ្គលចេញចាកវេសៈត្រកូលទោះបីបុគ្គលចេញចាកសត្យត្រកូលទោះបីបុគ្គលចេញចាកត្រកូលណាចេញចាកគេហដ្ឋានណាចូលទៅកាន់ភ្នោះក៏បព្វជិតនោះអាស្រ័យនៅធម៌វិន័យដែលតថាគតសំដែងហើយបានចម្រើននៅមេត្តាទំពួរ236ករុណាមុទិតាឧបេក្ខាយ៉ាងនេះតថាគតហៅបព្វជិតនោះថាជាអ្នកប្រតិបត្តិនៅបដិបទាដ៏សំគូដល់សមណៈក៏ស្ងប់រងាប់ប្រព្រឹត្តទៅក្នុងសន្តានមែនទោះបីបុគ្គលចេញចាកខត្តយៈត្រកូលចេញចាកគេហដ្ឋានចូលទៅកាន់ភ្នោះក៏បព្វជិតនោះធ្វើឲ្យជាក់ច្បាស់បានសម្រេចនៅចេតវិមុតតិបញ្ញាវិមុតតិដែលមិនមានអាសវៈព្រោះអស់ទៅនៃអាសវៈទាំងឡាយដោយខ្លួនឯងក្នុងបច្ចុប្បន្នតថាគតហៅបព្វជិតនោះថាជាសមណៈព្រោះអស់ទៅនៃអាសវៈទាំងឡាយទោះបីបុគ្គលចេញចាកព្រាហ្មណ៍ត្រកូលទោះបីបុគ្គលចេញចាកវេសៈត្រកូលទោះបីបុគ្គលចេញចាកសត្យត្រកូលទោះបីបុគ្គលចេញចាកត្រកូលណាចេញចាកគេហដ្ឋានណាចូលទៅកាន់ភ្នោះក៏បព្វជិតនោះធ្វើឲ្យជាក់ច្បាស់បានសម្រេចនៅចេតវិមុតតិបញ្ញាវិមុតតិដែលមិនមានអាសវៈព្រោះអស់ទៅនៃអាសវៈទាំងឡាយដោយខ្លួនឯងក្នុងបច្ចុប្បន្នតថាគតហៅបព្វជិតនោះថាជាសមណៈព្រោះអស់ទៅនៃអាសវៈទាំងឡាយលោកព្រះមានព្រះភិក្ខត្រង់ត្រាស់នៅសុភាសិតនេះចប់ហើយភិក្ខុទាំងនោះក៏មានសេចក្តីពេញចិត្តត្រេកអរហើយចំពោះភាសិតរបស់ព្រះមានព្រះភិក្ខចប់ចូលអាសៈបរសោតទី10ចប់មហាយមកវៈទី4ឧទាននៃមហាយមកវៈឧទានគឺបញ្ជីរឿងនៃមហាយមកវៈទី4នោះគឺនិយាយអំពីព្រះមានព្រះភិក្ខគង់ក្នុងរោងដែលក៏ដោយឥតក្នុងព្រៃកោសង្កៈសាលវ័នមានក្នុងចូលៈកោសង្កៈសាលសោតនិងមហាកោសង្កៈសាលសោតមួយនិយាយពីធัวប្រៀបដោយកោបាល់គូរសាគោបាននិងមិនបានមានក្នុងមហាកោបាលសោតមួយនិយាយពីគោបាលមានប្រាជ្ញាម្ដងទៀតមានក្នុងចូលៈកោបាលសោតមួយនិយាយពីព្រះមានព្រះភិក្ខទ្រង់គង់នៅក្នុងក្រុងវេសាលីមានក្នុងចូលៈសច្ចកៈសោតមួយនិយាយពីព្រះមានព្រះភិក្ខមានព្រះភិក្ខជ្រះថ្លាជាដើមមានក្នុងមហាសច្ចកៈសោតមួយនិយាយពីព្រះឥន្ទ្រាធិរាជប្រកបដោយតណ្ហាមានក្នុងចូលៈតណ្ហាសង្ខយៈសោតមួយនិយាយពីសាតេភិក្ខុកេវដបុត្រមានក្នុងមហាតណ្ហាសង្ខយៈសោតមួយនិយាយពីពាក្យថាសមណៈមានក្នុងមហាអាសៈបរសោតមួយនិយាយពីសមណៈទុកក្នុងសក់មានក្នុងចូលៈអាសៈបរសោតមួយវត្តអណាឡោមកុដលេខ17សូមអនុមោទនី